ឥឡូវគ្រូនឹងបង្ហាញពីការប្រើគេហៅ heterodox string ឬក៏ determine string ដែរបាទអញ្ចឹងអស់លោកអាចចុចលើ WAM អស់លោកជ្រើស www directory បាទអញ្ចឹងយក test ដែលយើងអាចបង្កើត file មួយដែលអូខេដាក់ using here hero អូខេដាក់ hero dot បាទ dot php អូខេដែរអញ្ចឹងអស់លោកធ្លាប់បានសិក្សាពីការប្រើ string ហើយប៉ុន្តែ string នេះវាមានភាពលំបាកបន្តិចបើសិនជាយើងប្រើវាដោយមិនយល់ដឹងវាច្បាស់លាស់អាចនឹង error ដោយយកពិបាករកកំហុសណាបាទឥឡូវលោកគ្រូនឹងបង្ហាញយើងទី1អស់លោកអាចបង្កើត theme ណាបាទឥឡូវលោកគ្រូនឹងបង្កើតមួយដាក់ថា my name បាទ my name អូខេ Buchon អូខេបាទបន្ទាប់មកយើងអាចបង្កើត hero doc បាទអញ្ចឹង hero doc ការប្រើវាអស់លោកត្រូវមានការប្រុងប្រយ័ត្នតិចណាអញ្ចឹងអូខេបាទអញ្ចឹងមួយគេហៅ hero doc ឬក៏ delimiter ណាបាទអញ្ចឹងអស់លោកគេហៅថាយើងអាចបង្កើតថា my string បាទយើងអាចបញ្ជាក់ delimiter យើងចង់ប្រើអីក៏បានថា text បាទអញ្ចឹងអស់លោកដាក់ text អក្សរធំគេភាគច្រើនប្រើអក្សរធំបន្ទាប់មកអស់លោកអាចវាយថា I am ដុល្លារនេះយើងអាចប្រើចាំមក my name អូខេដាក់ my name is អូខេហើយយើងអាចដាក់បន្តទៀតថាa program project IT manager បាទ IT manager បាទយើងបន្តមកយើងអាច end បាទយើងអាចបិទ text បាទអញ្ចឹងយើងអាចប្រើ code single quote ដែរបាទអញ្ចឹងអស់លោកប្រយ័ត្ននេះនៅក្រោយអត់មាន space ទេណាបាទកាលណា space គឺមាន error អញ្ចឹងហាមមានអីទាំងអស់ណាបាទហើយយើងអាច echo my string បាទបន្តមកអស់លោកអាច save បាទហើយយើងចាប់ដើម fresh ហើយសំទោសយក localhost បាទអញ្ចឹងយើងអាចពេកធំតិចដើម្បីងាយស្រួលដែលយើងយក testing មកហើយអស់លោកអាចយកនេះ hero doc បាទណាបាទអញ្ចឹងវាស្គាល់ឃើញទេបាទ string ហ្នឹងគឺវានៅតែស្គាល់អញ្ញត្តិដែលយើងដាក់មកបើយើងមិនបាច់ប្រើ double quote អីនាំទៅពិបាកទេណាបាទអញ្ចឹងវានៅតែស្គាល់ string វាបង្ហាញ my string បន្ទាប់មក $my name ហ្នឹងគឺវានឹងយកនេះណាBuchon ហ្នឹងយកមកដាក់ណាបាទ IT manager អូខេអញ្ចឹងគ្រូសូមបញ្ជាក់ទៀតរូបមន្តនេះអស់លោកអាចប្រើ text ហ្នឹងអស់លោកដាក់ my text ក៏បានណាបាទ my underscore អញ្ចឹងពេលយើងប្រើវាមិនបើកក៏បិទវាក៏បាច់នឹងដែរហ្នឹងអាស្រ័យទៅអស់លោកដាក់ប៉ុន្តែសញ្ញានេះដាច់ខាតត្រូវតែអស់លោកដាក់បែបនេះបន្ទាប់មកឈ្មោះ determine ហ្នឹងអស់លោកចង់ដាក់អីក៏បានហើយបិទមកវិញគឺបែបហ្នឹង
ហើយអក្សរនេះអស់លោកអាចវាយច្រើនអត្ថបទទៀតថាខ្ញុំចង់ថែមថាhi ដាក់ថាprogrammer sorry manager អញ្ចឹងណាបាទអញ្ចឹងយើងអាច refresh មកឃើញទេបាទវានៅតែតរហូតឲ្យយើងបានតោះណាបាទអញ្ចឹងកន្លែងនេះអស់លោកមិនបាច់ចាំពិបាកក្នុងការទេអស់លោកចុះបន្តអីបានតាមអ្វីដែលអស់លោកចង់បានបាទតាមអ្វីដែលយើងចង់បានបាទអញ្ចឹងការសេតឲ្យអស់លោកអាចប្រើប្រាស់ variable ក្នុងនឹងបានធម្មតាប៉ុន្តែកន្លែងនេះមួយហាមណាដក clear កាលណាមាន space ឃើញ error ឯងបាទនេះមាន space អញ្ចឹងអស់លោកត្រូវលុប space នឹងចោលអត់មាន space អីទេនៅខាងក្រោយនេះគឺអត់មាន nothing ឃើញទេ select អត់បានទេណាបាទហើយត្រូវចំណាំសម្គាល់ពីកន្លែងបត់ទេវានឹងកើតមាន error ហើយយើងវាយ space ចោលក៏ឃើញមើលអត់ឃើញប៉ុន្តែវាដឹងណា computer ដឹងមាន space ឃើញទេអញ្ចឹងអស់លោកត្រូវលុបចោលបាទអញ្ចឹងវាឡើង error ហើយបាទអរគុណច្រើនបាទនេះគេហៅ heterodox string បាទដោយយើងមិនចាំបាច់ប្រើ double quote ទេគឺយើងប្រើអញ្ចឹងដល់យើងប្រើ delimiter របស់យើងកន្លែងនេះយើងចង់ដាក់ឈ្មោះអីក៏បានដែរបាទប៉ុន្តែគេភាគច្រើនដាក់ជាអក្សរធំណាដើម្បីងាយស្រួលក្នុងការចំណាំបាទហើយពេលបើកវាបិទក៏បែបហ្នឹងដែរណាបាទអរគុណច្រើនបាទ